សួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់វគ្គបន្ទាប់នៃសាច់រឿងអ្នកបម្រើប្រុសគឺជាស្ដេចបិសាចអ្នកនរគ្នាដូចសមម្ដងអញ្ចឹងមុននឹងការចាប់ផ្ដើមសាច់រឿងដែរគឺចង់ឲ្យគ្នាជួយ Subscribe លើ Channel របស់ខ្ញុំផងដូចជាការ Like Comment អ្វីក៏បានជាការលើកទឹកចិត្តរបស់ខ្ញុំដើម្បីខ្ញុំមានកម្លាំងចិត្តក្នុងការធ្វើវគ្គបន្តទៀតតែកុំឲ្យខាតពេលយូរយើងមកតាមអ្នកនរគ្នាតាមសាច់រឿងបន្ទាប់ហ្នឹងនឹងទៅជាយ៉ាងណានៅពេលដែលលោកម្ចាស់ជួឡុងបានដឹងថាហ្វានជាអ្នកទប់ទល់ជាមួយនឹងលោកប្រតិចាយុនចេញយូអ្នកខ្លាំងទាំង20នៃគ្រួសារជួចឡុងបិសាចនឹងហើយបន្ទាប់មកលោកម្ចាស់ជួឡុងបាននិយាយជាមួយនឹងលោកម្ចាស់លៃថាម៉េចតើលោកកំពុងប្រាប់ខ្ញុំថាមនុស្សម្នាក់ដែលបានទប់យុនឈិនយូនោះគឺជាហ្វានជូប៉ុន្តែគេគឺមានក្បាច់គុណត្រឹមតែកម្រិតឈីតែប៉ុណ្ណោះហើយលោកម្ចាស់លៃក៏និយាយទាំងមិនស្ទាក់ស្ទើរដែរគាត់និយាយថាខ្ញុំដឹងប៉ុន្តែយ៉ាងម៉េចហ្នឹងហើយធ្វើឲ្យលោកម្ចាស់ជួយឡងនោះរៀងភ្ញាក់ផ្អើលមែនទែនភ្លាមនោះដែរលោកម្ចាស់ទៅបែកបានមកសួរលោកម្ចាស់លៃថាតើមានរឿងអ្វីឲ្យប្រកាសទៅលោកក៏បាននិយាយថាអាល់អិតហ្វាននោះវាជាអ្នកដែលអាចធ្វើឲ្យក្រុមតាកាចាស់នោះដកថយបានហើយលោកម្ចាស់លៃនៅពេលដែលបានលើកពាក្យថាដកថយក៏បាននិយាយទៅកាន់លោកម្ចាស់ទាំង3នោះថាដកថយពួកលោកដូចជាមើងងាយហ្វានចៅពេកហើយហ្នឹងហើយគាត់លើកបែបនេះព្រាមធ្វើឲ្យពួកគាត់ទាំង3នោះគឺរៀងស្ងាត់ចិត្តតិចដែរនេះធ្លាក់ទៅមុខហើយបានក្នុងចិត្តថាតើពួកយើងកំពុងតែមើងងាយគេយ៉ាងម៉េចទៅដោយសារវាគ្មានហេតុផលណាអ្នកដែលមានវិជ្ជាគុណជីនោះអាចទៅកម្ចាត់ឬក៏អាចទៅយុទ្ធតតាំងជាមួយអ្នកដែលមានវិជ្ជាគុណបែបឋានសួគ៌នោះទេបន្ទាប់មកលោកម្ចាស់លេខក៏បន្តនិយាយទៀតថាក្រុមរបស់តាកាចាស់នោះគឺគ្មានឱកាសសម្បីតែដកថយលោកហ្វាន់ឆៅនោះគឺគ្រាន់តែប្រើវិជ្ជាគុណមួយស្នៀតតែប៉ុណ្ណោះអ្វីដែលគេមានបញ្ហានោះគឺគ្រាន់តែការប្រើកម្លាំងរបស់គេទាំងអស់ធ្វើឲ្យគេអស់កម្លាំងតែប៉ុណ្ណោះថ្ងៃគ្រាន់តែលើកបែបនោះភ្លាមធ្វើឲ្យលោកប្រជាទាំង3នោះជាមួយនឹងអ្នកនាងគួយឡុកនោះគឺរៀងភ្ញាក់ផ្អើលមែនទែនបើផ្នែកធំហើយយើងបានលើសំណួរថាម៉េចតើវាអាចកើតឡើងដោយរបៀបណាអ្នកដែលមានវិជ្ជាគុណឋានសួគ៌ត្រូវបានអ្នកដែលមានវិជ្ជាគុណឈីនោះកម្ចាត់គេបានសម្លាប់យុនឈិនយូប៉ុន្តែតើគេមានរបួសដោយរបៀបណាទៅហ្នឹងហើយភ្លាមនោះដែរក៏បានលើសំឡេងក្រែហ្នឹងហើយគឺសំឡេងបើកទ្វារហើយបន្តក៏លើសំឡេងថារឿងទាំងអស់ហ្នឹងគឺមកពីលោក Brother Chu ហ្នឹងហើយគឺសំឡេងរបស់ហ្វានបានមកដល់ពីនោះដែរអ្នកនាងយុនឆាងក៏សប្បាយចិត្តមែនទែនក៏បាននិយាយថាហ្វានតើឯងព្យាបាលរបួសវិញហើយឬនៅហើយហ្វានក៏និយាយទាំងខឹងវិញថាពិតណាស់មិនទាន់ទេខ្ញុំកំពុងតែព្យាយាមសម្រាកប៉ុន្តែអ្នកនរគ្នាកំពុងតែមករញ៉េរញ៉ៃនៅក្នុងខាងមុខបន្ទប់របស់ខ្ញុំតើឲ្យខ្ញុំព្យាបាលរបួសដោយរបៀបណាទៅដែលលោកម្ចាស់ទាំង3នោះក៏មិនបាននិយាយអ្វីដែរគឺបានតែសម្លឹងមើលហ្វានហើយហ្វានក៏បានតសួរទៅកាន់លោកម្ចាស់ជួយឡងថាBrother Chu តើបងបានសួរខ្ញុំថាតើខ្ញុំរងរបួសដោយរបៀបណាមែនទេហ្នឹងហើយមួយសន្ទុះក្រោយមកហ្វាងក៏បានដកចិញ្ចៀនមកដែលគេយកចេញពីលោកប្រជាជាតិហើយចិញ្ចៀននោះក៏បានទម្លាក់សពលោកប្រជាជាតិចេញមកដែលធ្វើឲ្យលោកម្ចាស់ទាំង3នោះគឺញាប់អើមែនទែនរីឯលោកតាសកហបនោះក៏រៀងខឹងដែរដែលលោកប្រជាជាតិយើងដែរគឺកំពុងតែសភ្នែកហើយរីឯលោកប្រជាទាំង3នោះក៏បាននិយាយថាហ្វានជាតិតាបន្តិចទាំងអោវាមិនអាចទេហ្នឹងហើយតើលោកម្ចាស់ជួឡុងក៏បាននិយាយទៅកាន់ហ្វានថាគេស្លាប់ហើយតើអ្នកណាអ្នកធ្វើវាហើយហ្វាងបានឆ្លើយទៅវិញដែរថាតើលបងគិតថាអ្នកណាអ្នកធ្វើស្របពេលដែលខ្ញុំទៅតែបង្ហាញសាកសពរបស់គេហ្នឹងខ្ញុំដឹងថាលបងជូហ្នឹងគឺកំពុងតែមានគំនុំជាមួយនឹងគេហើយយើងទៅតែនឹងប៉ះពៀជាមួយនឹងគេដែរអញ្ចឹងខ្ញុំសង្ឃឹមថាលបងមិនអន់ប្រកាន់នឹងខ្ញុំនោះទេបើមិនជាខ្ញុំបានលូកដៃចូលហ្នឹងហើយលោកម្ចាស់ជូបានទៅលើហើយក៏រៀងអន់ចិត្តរៀងនេះតិចដែរហើយក៏បាននិយាយទៅហ្វានវិញថាពិតណាស់មិនអីទេតាកញ្ចាស់មួយនេះវាបានបំផ្លាញភ្នែករបស់យើងហើយបានធ្វើឲ្យឈ្មោះរបស់យើងនេះគឺស្អុយរលួយយើងមិនអាចចាំបានទៀតទេគឺយើងចង់ពុះសាកសពគេទៅជាបំណែកហើយបោះវាឲ្យឆ្កែស៊ីយើងអរគុណឯងហើយដែលបានកម្ចាត់គេឲ្យយើងហ្នឹងហើយគឺលោកម្ចាស់ជូនោះគឺរៀងខឹងមែនតើគឺខឹងជាមួយលោកប្រជាជាតិមែនតើឥឡូវលោកប្រជាជាតិយើងគឺភ្នែកសហើយតោះមកលោកម្ចាស់ជូបាននិយាយជាមួយហ្វានថាបងប្អូនហ្វានចាប់ពីពេលនេះតទៅយើងនឹងមើលថែឯងដូចជាគ្រួសារតែមួយហើយអ្វីគ្រប់យ៉ាងដែលឯងចង់ឲ្យយើងជួយនោះយើងនឹងធ្វើវាអស់ពីលទ្ធភាពរបស់យើងហ្នឹងហើយរ៉េហ្វានគាត់ទៅលើហើយក៏បាននិយាយទាំងសោយទៅវិញថាដំដោះថ្នាក់ហ្នឹងទេលបងឈូកុំដោះថ្នាក់ហ្នឹងអីចាំឲ្យបានធ្វើឲ្យអស្ចារ្យផងហ្នឹងហើយគាត់និយាយហើយក៏នៅតែបន្តអេក្បាលដើម្បីថារៀងអៀនតិចដែរហើយលោកម្ចាស់ជូឡុងក៏បានឆ្លើយទៅវិញថាបងប្អូនហ្វានឯងមិនបាច់ដាក់ខ្លួនដល់ថ្នាក់ហ្នឹងនោះទេមកតើលោកម្ចាស់ជូក៏បានហុចថ្នាំពិសិដ្ឋរបស់ខ្លួនទៅឲ្យហ្វានមួយទៀតហើយក៏បាននិយាយថាយើងនៅមានថ្នាំពិសិដ្ឋមួយទៀតដែរយកវាទៅហើយឯងនឹងអាចព្យាបាលរបស់ឯងក្នុងរយៈពេល3ថ្ងៃទៀតហ្នឹងហើយគឺថារៀងចាប់ទុកហ្វានជាគ្រួសារតែមួយហើយថ្នាំមិនសុំទេមិនអូកាឡាយទេគឺឲ្យតែម្ដងហើយអ្នកនាងគួយឡុងនោះគឺនៅក្បែរនោះក៏រៀងខឹងដែររៀងចំណែនមួយហ្វានដែរក៏បាននិយាយថាហើយជាអាហ្វាននោះវាមានល្បិចអីមួយហើយឬក៏វាមានសំណាងហើយ
ដែលវាអាចរកឃើញសាកសពអ្នកទាំងពីរនាក់នោះហើយវាគ្មានផ្លូវណាអ្នកដែលមានវិជ្ជាគុណឈីនឹងអាចយកជាអ្នកដែលមានវិជ្ជាគុណឋានសួគ៌នោះទេហ្នឹងហើយដែលលោកម្ចាស់ទី3និងលោកម្ចាស់ទី5តាសក់សហើយតាសក់ក្រហមយើងនេះគឺបាននិយាយទេបានដកដង្ហើមធំហើយបានកវីក្បាលដែរប្រហែលជាហួសចិត្តជាមួយនឹងលោកម្ចាស់ជូមែនទេរ៉េហ្វាក៏បន្តនិយាយជាមួយលោកម្ចាស់ជូឡុងថាវាcònជាសំណាងតែប៉ុណ្ណោះដែលខ្ញុំមានឱកាសក្នុងការចូលទៅចិត្តលោកប្រជាឈានហើយបានមានឱកាសក្នុងការសម្លាប់គេប៉ុន្តែវាមើលទៅវាមិនសំណាងនោះទេបែរការពិតនោះវាគឺអាក្រក់មែនទែនបើសិនជាខ្ញុំមិនបានប្រើកម្លាំងរបស់ខ្ញុំទាំងអស់ជាមួយនឹងលោកប្រជាយុនឈិនយូនោះខ្ញុំក៏គ្មានរបួសដល់ថ្នាក់នឹងដែរនៅពេលដែលខ្ញុំយុទ្ធជាមួយនឹងលោកប្រជាជៀនដែលមានតែដៃម្ខាងហ្នឹងហើយហ្វានរបស់យើងគឺនិយាយរៀងលាក់តិចតែរៀងវិញតិចដែរហើយហ្វានក៏បន្តនិយាយទៀតថានៅក្នុងស្ថានភាពធម្មតារបស់ខ្ញុំសម្រាប់តាកាចាស់ដែលមានក្អែកមួយនោះគឺវាងាយដូចជាការញ៉ាំនំខេកអញ្ចឹងយប់មិញគឺសំណាងមិនល្អសោះអត់ដូចអ្នកខ្លះទេមានកងទ័ពជាច្រើនក៏ប៉ុន្តែมันបានការសោះពួកគេដូចគ្មានសំណាងទាល់តែសោះហ្នឹងហើយគឺហ្វានបានឌឺដងទៅឲ្យអ្នកនាងគួយឡុងនោះគឺធ្វើឲ្យអ្នកនាងគួយឡុងខឹងមែនទែនថាហ្វានគឺមានសំណាងហ៎ក៏ប៉ុន្តែសំណាងនេះគឺសំណាងអាចធ្វើបានច្រើនវាអ្នកនាងគួយឡុងនោះគឺអត់បាននិយាយកើតទេបានតែមកខឹងហើយបាននិយាយថាឯងហើយអ្នកនាងយុនឆាននោះគឺបានត្រឹមតែឈរសោចទៅវិញតែសប្បាយចិត្តដែលហ្វានអាចបំបាក់មុខអ្នកនាងគួយឡុងបានបន្ទាប់មកលោកម្ចាស់ទី3ក៏បាននិយាយទៅកាន់លោកម្ចាស់ជូថាជូឯងនៅទីនេះហើយគឺនៅមើលថែប្អូនហ្វានហ្នឹងហើយដាក់បង្រៀនមនុស្ស200នាក់ដើម្បីការពារនៅទីនេះតមកលោកប្រជាទី3និងទី5នោះក៏បានដើរចេញទៅហើយក៏បាននិយាយថាយើងនឹងទៅរាយការណ៍រឿងទាំងនេះទៅកាន់មេប៉ាលោកមេប៉ាគឺត្រូវការដឹងរឿងអ្វីគ្រប់យ៉ាងដែលកើតឡើងនៅទីនេះរីឯហ្វានហើយនិងលោកប្រជាជូនោះគឺបានតាមថាម្នាក់ឈរមើលម្នាក់ទៀតគឺគោរពរីឯជូឡុងហើយនិងនាងគួយឡុងនោះគឺកំពុងគិតក្នុងចិត្តថាទោះបីលោកប្រជាទី3ក៏បានហាហ្វាននោះហាប្រដាដឺដែរហ្នឹងហើយរីឯហ្វានទៅវិញរំលងពេលដែលលោកម្ចាស់ទី3និងលោកម្ចាស់ទី5នោះបានដើរចេញទៅហ្វានក៏បាននិយាយទាំងសោយថាហាធ្វើដំណើរបានសុខណាបងទី3បងទី5ហ្នឹងហើយធ្វើឲ្យលោកម្ចាស់ទាំងពីរនោះគឺរៀងស្ងាចិត្តតិចដែរមួយក្មេងមួយចាស់ឡងពេលទៅដើរចេញទៅនោះលោកប្រជាទាំងពីរក៏បានគិតក្នុងចិត្តថាជូគឺនិយាយត្រូវហើយអាអិតមួយនេះគឺវាប្រកែកមែនតើក្នុងការសម្របខ្លួនហ្នឹងហើយរឿងរបស់យើងបានកាត់មកប្រហែលថ្ងៃក្រោយទៀតដែរដែលហ្វានកំពុងតែសម្រាកនៅក្នុងបន្ទប់របស់ខ្លួនហើយហ្វានក៏បាននិយាយថាអ្នកគ្រប់គ្នាសូមចេញក្រៅទៅហ្នឹងហើយគឺលោកម្ចាស់ជូឡុងអ្នកនាងយុនឆាងហើយនិងអ្នកនាងលីនោះបានមកមើលហ្វានមកដល់ក្នុងបន្ទប់ហើយហ្វានក៏បាននិយាយកាន់ពួកគេថាខ្ញុំត្រូវការនិយាយជាមួយនឹងលោកលបងជូតែ2នាក់អ្នកនរគ្នាវគ្គនេះដែរគឺសូមចប់ទៅនឹងសិនហើយសូមអ្នកគ្នាបានរីករាយនៅសាច់រឿងបន្តរបស់យើងហើយចាំជួបគ្នានៅវីដេអូបន្តទៀតអរគុណច្រើនបាយបាយ